បានចូលទៅប្រជុំជាមួយនៅឧបនាយករដ្ឋមន្ត្រីសាយសំអាដើម្បីកំណត់ជាមួយនឹងអត្រាការប្រាក់ថ្មីនៅក្នុងការកម្ចីទិញផ្ទះអ្នកនរគ្នាដោយនៅក្នុងកិច្ចប្រជុំក្រុមការងារក្រសួងរៀបចំដែនដីរូបនីយកម្មនិងសំណង់ជាមួយនឹងវិស័យឯកជនហ្នឹងអ្នកនរគ្នាគឺមានការចូលរួមជាច្រើនតែម្ដងជាមួយនឹងធនាគារនិងសមាគមដោយនៅក្នុងហ្នឹងមានជាមួយនឹងធនាគារជាតិសមាគមអ្នកអភិវឌ្ឍលំនៅឋានសមាគមធនាគារនៅកម្ពុជាសមាគមមីក្រូហិរញ្ញវត្ថុសមាគមអ្នកសាងសង់កម្ពុជាធនាគារចិនគឺ Bank of China ដោយពួកគាត់បានលើកនៅជំរើសថ្មីជាច្រើនតែម្ដងជូនទៅដល់អ្នកអភិវឌ្ឍលំនៅឋានអ្នកដែលបានទិញផ្ទះរួចក៏ដូចជាអ្នកដែលមានបំណងចង់ទិញផ្ទះដោយធនាគារបានផ្ដល់នូវអត្រាការប្រាក់ដែលមានភាពប្រកួតប្រជែងខ្លាំងមែនទែនគឺ 6.2% ទៅ 6.5% អាចនិយាយបានថាការទម្លាក់ការប្រាក់ទាបជាងមុនបែបនេះសម្រាប់ការបោះរំលោភផ្ទះឬក៏ការទិញអចលនវត្ថុនេះគឺដើម្បីជំរុញទៅដល់វិស័យអចលនទ្រព្យនៅកម្ពុជាយើងដើម្បីមានសន្ទុះងើបឡើងវិញនៅក្នុងឆ្នាំ2025នេះតែម្ដង